បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាផងដែរថ្ងៃនេះដែរខ្ញុំបាទសក្តានាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាប្រាសាទបុរាណមួយកន្លែងដែលស្ថិតនៅជិតភ្នំពេញយើងនេះទេបាទគឺប្រាសាទភ្នំជីសូរបាទមុននឹងយើងទៅដល់ប្រាសាទភ្នំជីសូរគឺយើងត្រូវធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវខេត្តកណ្ដាលឆ្លងទៅផ្លូវទន្លេបាទីរួចហើយយើងហួសទៅភ្នំជីសូរបាទសម្រាប់ការធ្វើដំណើរគឺយើងចំណាយពេលត្រឹមតែ1ម៉ោងឬក៏1ម៉ោងតិចតួចតែប៉ុណ្ណោះយើងនឹងទៅដល់ទីតាំងហើយបាទនេះគឺជាទស្សនវិជ្ជាតាមដងផ្លូវដែលយើងធ្វើដំណើរទៅភ្នំជីសូរបាទឃើញថាទេសភាពនៅសងខាងផ្លូវមានបងប្អូនប្រជាជនរស់នៅកន្លែងខ្លះក៏មានការលក់ដូរទៅតាមដងផ្លូវអញ្ចឹងដោយដែលបានបង្ហាញជូនអញ្ចឹងបាទហើយពេលដែលយើងទៅនេះគឺរៀងថ្ងៃតិចហើយអញ្ចឹងមេឃថ្ងៃនេះក៏អំណោយផលល្អដែរបាទយើងធ្វើដំណើរតាមផ្លូវមើលទេសភាពបណ្ដាជជែកគ្នាបណ្ដាឥឡូវនេះយើងក៏បានធ្វើដំណើរមកដល់ផ្លូវបត់ចូលទៅខាងភ្នំជីសូរបាទនេះគឺខ្លោងទ្វារដែលយើងត្រូវចូលបាទហើយយើងជិះចូលទៅក្នុងរៀងយូរបន្តិចអឺបានយើងទៅដល់ទីតាំងភ្នំជីសូរបាទនេះគឺជាភូមិនៅទឹកដីខេត្តតាកែវផងដែរបាទសម្រាប់ផ្លូវធ្វើដំណើរមានផ្លូវខ្លះក៏រៀងស្រួលតិចទៅផ្លូវខ្លះគេកំពុងតែអភិវឌ្ឍគេឈូសធ្វើបដាអញ្ចឹងណាតែសម្រាប់ផលលំបាកគឺអត់មានទេគ្រាន់តែផ្លូវខ្លះដីផ្លូវខ្លះក៏ចាក់បេតុងអញ្ចឹងទៅបាទហើយសម្រាប់ផ្លូវគឺធំទលាយើងស្រួលបើកបរបាទឥឡូវនេះយើងធ្វើដំណើរចូលមកដល់ផ្លូវដែលយើងត្រូវឡើងទៅលើប្រាសាទភ្នំជីសូរបាទជិះតាមផ្លូវក៏មានបងប្រុសម្នាក់បានជួយជូនដំណើរនេះបងប្រុសនេះបាទឥឡូវយើងធ្វើដំណើរឡើងមកហើយបាទនេះផ្លូវឡើងទៅប្រាសាទភ្នំជីសូរផ្លូវឡើងភ្នំគឺផ្លូវគ្រួប្រហោបែបនេះបាទផ្លូវខ្លះក៏មានបេតុងអញ្ចឹងទៅផ្លូវខ្លះក៏គ្រួអញ្ចឹងទៅណាតែសម្រាប់ការឡើងគឺអត់មានផលលំបាកនោះទេគឺយើងអាចបើកឡានឡើងទៅដល់ទីតាំងផ្ទាល់តែម្ដងហើយចំណែកផ្លូវកន្លែងខ្លះទៀតក៏រៀងចោតខ្លះទៀតក៏រៀងទេកន្លែងខ្លះក៏យើងចោតខ្លាំងអញ្ចឹងទៅហើយការឡើងគឺឡើងមិនយូរទេឡើងប្រហែលក្នុង10នាទីអីឡើងទៅដល់10នាទីជាងអីបាទនេះគឺជាផ្លូវឡើងបាទហើយកន្លែងនេះរៀងចោតបន្តិចហើយពេលដែលយើងទៅដល់ហ្នឹងគឺថ្ងៃក៏រៀងបើកស្លាស់ល្អបាទថ្ងៃនេះគឺមេឃស្លាស់ល្អមែនតើហើយឃើញមេឃបើថ្ងៃខ្លាំងអញ្ចឹងគឺអត់សូវក្តៅទេដោយសារពេលដែលយើងឡើងភ្នំមានខ្យល់អញ្ចឹងណាហើយយើងក៏បានមើលទេសភាពបណ្ដាយើងបើកឡានបណ្ដាហើយក៏យើងទៅជែកគ្នាបណ្ដាហើយក៏បានដឹកយករូបភាពនៅតាមដងផ្លូវពេលដែលយើងឡើងភ្នំហ្នឹងសម្រាប់ចែកជូនដល់បងប្អូនពុកម៉ែទាំងអស់គ្នាដើម្បីទស្សនាកម្សាន្តផងដែរប្រាសាទនេះចូលឆ្នាំមានថែមានបន្លេបាទបន្ទាប់ពីយើងឡើងមួយសន្ទុះក្រោយមកអញ្ចឹងយើងក៏មកដល់ទីតាំងផងដែរបាទទីធ្លាចំណតឡាននៅលើភ្នំជីសូរនេះគឺទីធ្លាធំទលាល្អមែនតើបាទឥឡូវយើងទៅទស្សនាបន្ថែមទៀតបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរពួកយើងបានធ្វើដំណើរមកដល់ប្រាសាទភ្នំជីសូរហើយឥឡូវនេះយើងធ្វើដំណើរពីព្រឹកមកឥឡូវយើងចាប់ផ្ដើមមកដល់ទីតាំងប្រាសាទភ្នំជីសូរបន្តិចទៀតយើងទៅទស្សនាទាំងអស់គ្នាថានៅលើភ្នំជីសូរមានប្រាសាទបុរាណមានប្រមាណកន្លែងហើយមានកន្លែងទស្សនាដើម្បីកំសាន្តកន្លែងណាខ្លះអញ្ចឹងទីទៀតយើងទៅទស្សនាទាំងអស់គ្នាបាទឥឡូវនេះយើងធ្វើដំណើរមកដល់ទីធ្លាក៏ដូចជាបរិវេណប្រាសាទភ្នំជីសូរផ្ទាល់បាទថ្ងៃនេះដែរខ្ញុំចង់មកផ្តិតយករូបភាពទាំងស្រុងដើម្បីចែកជូនដល់បងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីទស្សនានៅទីនេះទាំងអស់គ្នាអញ្ចឹងជាទូទៅថ្ងៃសៅរ៍អាទិត្យគឺសម្បូរភ្ញៀវទេសចរច្រើនមែនតើដោយសារថ្ងៃនេះដែលយើងមកហ្នឹងមិនមែនជាថ្ងៃចុងសប្តាហ៍ទេអញ្ចឹងភ្ញៀវទេសចរក៏រៀងស្ងាត់គ្រាន់បើអញ្ចឹងមានភាពងាយស្រួលក្នុងការថតអញ្ចឹងតោះយើងទៅទស្សនានៅផ្ទៃខាងក្នុងប្រាសាទទាំងអស់គ្នាថាតើមានអីខ្លះបាទឥឡូវនេះយើងធ្វើដំណើរចូលមកដល់ក្នុងទីធ្លាប្រាសាទហើយបាទឃើញថាក្បាច់ប្រាសាទរបស់យើងក៏នៅមានលក្ខណៈល្អច្រើនហើយនៅក្នុងនេះដែរខ្ញុំសង្កេតឃើញថាមានថ្ម
ប្រាសាទខ្លះធ្វើពីឥដ្ឋថ្មខ្លះធ្វើពីថ្មបាយក្រៀមប្រាសាទខ្លះធ្វើពីថ្មភក់អញ្ចឹងសម្រាប់ខ្ញុំក៏ខ្ញុំអត់មានជំនាញពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដែរអ្វីដែលខ្ញុំចង់បង្ហាញនេះគឺខ្ញុំដឹងប៉ុណ្ណាខ្ញុំរៀបរាប់ដើម្បីចែកជូនដល់បងប្អូនពុកម៉ែឲ្យបានដឹងត្រួសអញ្ចឹងណាអញ្ចឹងទីទៀតយើងទៅទស្សនាជុំវិញប្រាសាទទាំងអស់គ្នាថាតើមានអីខ្លះបាទឥឡូវនេះខ្ញុំឃើញថាខ្ញុំសង្កេតឃើញមានប្រាសាទមួយដែលធ្វើពីឥដ្ឋណាតោះយើងទៅមើលទាំងអស់គ្នាបាទប្រាសាទដែលមើលឃើញចាប់អារម្មណ៍ថាធ្វើពីឥដ្ឋហើយសំខាន់នេះគឺស្អាតមែនតើណាក្នុងប្រាសាទនេះដោយសារធ្វើចេញពីថ្មច្រើនមានបាយក្រៀមទៅមានថ្មភក់ទៅហើយមានឥដ្ឋទៀតនិយាយរួមបុព្វបុរសខ្មែរយើងគឺគាត់បន្សល់ទុកស្នាដៃដ៏អស្ចារ្យនេះហើយខ្ញុំថ្ងៃនេះផ្ទាល់ខ្ញុំក៏មានសំណាងក៏ដូចជាមាននិស្ស័យបានមកឃើញស្នាដៃរបស់បុព្វបុរសខ្មែរយើងដែលបន្សល់ទុកឲ្យណាបាទឥឡូវយើងទៅទស្សនាបន្ថែមទៀតថានៅជុំវិញនេះមានប្រាសាទកន្លែងណាខ្លះហើយមានប្រវត្តិយ៉ាងណាខ្លះមកសួរមានអារម្មណ៍យ៉ាងណាដែរចិត្តឲ្យស្រឡះចិត្តទៅមកដល់នេះគឺមើលទៅភាពអាយ៉ាស្រួលបាយមើលពីលើនេះលើភ្នំទៅហ្មងមានអារម្មណ៍មិនដែរបងទៅណោះទេសភាពស្អាតមកហើយដើរមើលជុំវិញមិញសុទ្ធតអូយហើយណែមានអារម្មណ៍មិនដែរដែលបានមកទស្សនានៅប្រាសាទនេះលើកដំបូងអញ្ចឹងណាសប្បាយហើយស្រឡះចិត្តហើយពីដំបូងគិតថាអត់នៅនេះមានប្រាសាទមិនមែនបងប្រាប់ដំបូងថានៅណាទៅអត់ខ្ញុំលើសបងខាងមានប្រាសាទខ្ញុំចង់ឆ្ងល់ទៀតថានៅខាងតាកែវណាមានប្រាសាទខ្ញុំមិនដែរដឹងហ៎បាទឥឡូវនេះគឺយើងចេញពីប្រាសាទមកនេះយើងមកមើលទៅស្ពីបខាងក្រៅអ៊ីចាអញទៅថាត្រឹកហ្នឹងនេះហើយជាមួយនៅទេសភាពនៅនេះខ្ញុំលើកទី1បានមកហើយនេះឥឡូវចង់ឲ្យបងប្អូនមើលទស្សនវិជ្ជាជុំវិញពីលើប្រាសាទមកនេះអូអស្ចារ្យមែនតើហ្មងណាពិតជាត្រជាក់ភ្នែកឃើញយើងស្រឡះអារម្មណ៍ណាអាផ្លូវចិត្តរបស់យើងហើយការដែលយើងមកលេងណាយើងគឺស្រឡះហ្មងបាក់និយាយតតែអ្នកបានមកហ្មងបងហើយនិយាយរួមអត់ឆ្ងាយពីពេញទេយើងជិះពីពេញមកតាម1ម៉ោងជាងហ្នឹងបើសិនជាគេហៅថាបើសិនជាអត់ស្ទះចរាចរណ៍1ម៉ោង10នាទីដល់ហើយបើយើងជិះលេងកំសាន្តតាមផ្លូវលេង1ម៉ោងកន្លះយ៉ាងយូរចាហ្នឹងហើយបងគាត់មកមិញនិយាយតាមត្រង់អត់មានដឹងថា1ម៉ោងហ្នឹងតាមឯងឃើញហ៎ចាប់អារម្មណ៍ហ៎នៅនោះមានទ្វារប្រាសាទចូលណានោះអូឆ្ងាយពេកមកមើលអត់ឃើញទេឲ្យកាមេរ៉ាស៊ូមមើលខ្លោងទ្វារប្រាសាទផ្លូវចូលប្រហែលជាផ្លូវខាងនេះវិញបែរឃើញនេះខ្លោងទ្វារនេះអត់ទេដល់ពេលមកនេះមានអារម្មណ៍ថាតសៅបុព្វបុរសយើងនិយាយរួមមិនថាខេត្តណាគឺមានប្រាសាទបុរាណគ្រប់កន្លែងទាំងអស់អូយស្អាតខ្លាំងហើយទីសក្ការៈដូចនៅខាងក្នុងហីហើយតាមប្រវត្តិសាស្ត្រខ្ញុំស្ដាប់បានតិចមកដាក់តាមឡានមិញហ្នឹងហើយ1024ឆ្នាំអ្នកទាំងអស់គ្នាបងប្អូនអ្នកនៅប្រទេសគេបានមើលឃ្លីបវីដេអូនេះហើយភ្ញាក់ផ្អើលដូចខ្ញុំចឹងពីព្រោះដោយសារតែខ្ញុំផងណាឥឡូវនាំគ្នាទៅមើលខាងក្នុងហើយជុំវិញប្រាសាទថែមទៀតមើលបងពីព្រោះដោយសារយើងមើលមិនទាន់អស់ទេតែដើរបានមកជារៀងហ្នឹងតាមពិតទៅថ្ងៃនេះយើងក៏ចង់មកកំសាន្តផងចង់មកផ្ដិតយករូបភាពជុំវិញប្រាសាទក៏ដូចជាអានេះគេហៅថាជាគេដំណើរបុព្វបុរសខ្មែរយើងដែលបន្សល់ទុកឲ្យណាហើយក៏ចង់ផ្ដិតយករូបភាពទាំងអស់នេះដើម្បីចែកជូនដល់ពុកម៉ែបងប្អូនជាពិសេសគឺបងប្អូននៅក្រៅប្រទេសតែម្ដងដែលគាត់អត់សូវបានមកលេងអញ្ចឹងណាគាត់អត់ដែរដឹងថាប្រាសាទនៅខាងតាកែវមានប្រាសាទអីហ្នឹងហើយនេះវត្តដែលខ្ញុំប្រាប់មិញណាបាទមានវត្តចំណាស់ដែលគេរៀបចំបន្សល់ទុកឲ្យណាហើយប្រាសាទយើង1024ឆ្នាំនៅសល់ប៉ុណ្ណេះខ្ញុំប្រសើរបងហ្នឹងឯង1000ឆ្នាំជាងនិយាយរួមស្ដេចចំនួនដើមយើងមិនថាចំនួនណាបន្សល់ទុកស្នាដៃរៀងខ្លួនទាំងអស់កសើបចេញពីចិត្តហ្មងបាញ់គិតមើលលើភ្នំណាល្មមតែលើកថ្មភ្នំមកបន្ទប់រៀបចំនឹងឯងកន្លែងនឹងឯងដែលលក្ខណៈដែលអស្ចារ្យបំផុតហើយឈរក្រឹងរឹងមាំរហូតដល់1000ឆ្នាំជាងហើយមានស្រុតមានអីទេណាគឺមាំណាតោះឥឡូវយើងទៅទស្សនានៅខាងក្នុងបន្ថែមទៀត
បាទឥឡូវនេះយើងទៅទស្សនានៅជួរខាងនោះមិញបងឃើញមានវត្ថុបុរាណមួយដែលគេគោរពបូជាអ្នកនៅជាទូទៅខ្មែរយើងតែងតែគោរពបូជានៅលឹងព្រះឥសូរហើយមានយោនីមានអីចឹងណានេះគឺជាវត្ថុស័ក្តិសិទ្ធិមួយដែលខ្មែរយើងគោរពបូជាតាំងពីដើមមកតោះយើងទៅមើលទាំងអស់គ្នាព្រហ្មញ្ញសាសនា បាទ ចាជំនាន់ដើមអូយ បាទសម្រាប់ការអត្ថាធិប្បាយបើសិនជាមានកន្លែងណាខុសឆ្គងឬក៏យ៉ាងម៉េចក៏សូមធ្វើការខន្តីអភ័យទោសផងដោយសារពួកខ្ញុំទាំងពីរនាក់មិនមែនជាអ្នកជំនាញខាងប្រវត្តិសាស្ត្រទេនេះគ្រាន់តែបាទមកលេងហើយចង់ផ្ដិតយករូបភាពដើម្បីចែកជូនបងប្អូនយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសដើម្បីទស្សនាកម្សាន្តផងដែរបាទមើលជ្រុងនីមួយមើលស្អាតមែនតើហ្មងណានេះជាពិសេសនេះចង់កាមេរ៉ាមែនចាប់ខាងនេះមួយនេះមើលពីនេះទៅចេញចំកណ្ដាលខ្លោងទ្វារចេញទៅស្អាតមែនតើហ្មងខ្លោងទ្វារចូលស្អាតខ្លាំងហើយតែផុតមុខតិចហើយចាំថយមកវិញចំបែបល្អហ្មងណានិយាយរួមមិនដឹងការព្យាករការយល់ទេហ្នឹងហើយអញ្ចឹងបានន័យថាបពៈបរោះយើងខ្មែរពីដើមគឺបកែណាបកែគ្រប់វិស័យទាំងអស់ហ្មងបើនិយាយទៅបកែខ្លាំងហ្មងហ្នឹងឯងដោយសារតែជនជាតិគេដែលគេចោះមកនៅស្រុកខ្មែរយើងហើយគេសិក្សាពីការសាងសង់ប្រាសាទក៏គេសរសើរអស់ហើយសំខាន់គឺសំណង់ប្រាសាទបច្ចេកទេសក្នុងការរៀបចំហើយបច្ចេកទេសក្នុងការសាងសង់បងសុំតសើមិនដឹងថាត្រូវបរិយាយមិនឲ្យអត់ពីចិត្តទេនៃទៀតបងបាទនេះឥឡូវយើងមកដល់ហើយនេះអូនេះកន្លែងនេះគេហៅថាយោនីមានទូចមានធំនេះគឺជាវត្ថុបុរាណក៏ដូចជានេះគេហៅថាវត្ថុស័ក្តិសិទ្ធិយើងចង់បានតែបងដឹងជាទូទៅអ្នកដែលចង់បានកូនឬចង់បានអីគេតែងមកសុំកន្លែងនេះហ្នឹងហើយមិនចង់បានកូនចង់បានអីទេកន្លែងនេះប៉ុន្តែមួយទៀតជាលឹងព្រះសូរមួយតាមពិតលឹងព្រះសូរនៅខាងនេះតាមបងដឹងគឺនៅកណ្ដាលនេះគឺដាក់គេដោតមកតែនៅខាងនេះអត់ឃើញអញ្ចឹងឃើញតែសល់តែប៉ុណ្ណេះទេចាហើយតែពេលយើងមើលមានអារម្មណ៍ថាស្តៀងអីអត់ស្តៀងនឹងត្បាល់កិនបុរាណយើងត្បាល់យើងកិនហ៎ស្តៀងគ្នាណាប៉ុន្តែអានេះគឺវត្ថុគេរៀបចំគេសិតតែមានអត្ថន័យរបស់គេតាមពីជំនាន់មុនអញ្ចឹងហើយមានអារម្មណ៍ថាចេះយើងអត់អាចកាត់ថ្លៃបានណាហ្នឹងហើយតសើហើយមួយទៀតគេដែលគេចង់បានទឹកមុនណាគឺគេស្រោចពីលើអញ្ចឹងទៅប្រហូរលេងមកគេត្រង់ហ្នឹងហើយពីដើមតាមបងដឹងត្រួសគឺទឹកមុនដែលចេញពីហ្នឹងមកគឺយើងញ៉ាំទៅគឺជាជំងឺជាអីទៀតណាហ្នឹងជាជំងឺហើយគឺជាទឹកមុនមួយដែលស័ក្តិសិទ្ធិដូចទឹកអម្រឹតអញ្ចឹងឥឡូវយើងគិតថាជាអបិយជំនឿឬមួយក៏ជាអីប៉ុន្តែបើយើងអត់ជឿមិនកើតអត់ទេជាអបិយជំនឿហើយដែលគួរតែជឿដែរសូម្បីតែប្រាសាទអត់មានស៊ីម៉ងអត់មានអីដាក់ជាប់ទេណាអាហ្នឹងហើយមិនថាហ្នឹងនិយាយរួមទៅអូពិតជាអស្ចារ្យមែនតើអត់អាចកាត់ថ្លៃបានទេបាទឥឡូវយើងទៅទស្សនាបរិវេណជុំវិញបន្តទៀតបាទឥឡូវនេះឃើញថាការដែលខ្ញុំបានបង្ហាញជូនទស្សនភាពជុំវិញបរិវេណប្រាសាទភ្នំជីសូរក៏បានមកដល់ទីបញ្ចប់ផងដែរបាទជាចុងក្រោយនេះខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំបាទសក្តាតាំងពីដើមរហូតដល់ចប់អញ្ចឹងបងប្អូនកុំភ្លេចចូលទៅ Subscribe YouTube របស់ខ្ញុំបាទមួយម្នាក់ផងដើម្បីទទួលបាននៅព័ត៌មានថ្មីៗក៏ដូចជាវីដេអូទស្សនភាពថ្មីៗបន្ថែមទៀតបាទជួបគ្នានៅវីដេអូក្រោយទៀតនៅ EP 2 បាយបាយ